តោះសួស្តីគ្នាយើងថ្ងៃនេះគ្រូមកចែកម្លែកលំហាត់ថ្នាក់ទី11មួយលំហាត់នេះគេនិយាយតាក់ទងបន្តអគ្គិសនីនិងដែនអគ្គិសនីនេះយើងអញ្ចឹងចំពោះប្រធានលំហាត់គឺប្រធានលំហាត់លេខ2និងលេខ8ដែលគ្រូដកស្រង់ចេញពីសភៅរបស់គ្រូដែលរៀបចំតោះអញ្ចឹងគេថាអង្គធាតុ1ចំពោះលំហាត់លេខ2អង្គធាតុ1លើសអេឡិចត្រុងចំនួន5ក៏10សេគុណ9ចំនួនប៉ុណ្ណឹងលើសចំនួនប៉ុណ្ណឹងតោះអញ្ចឹងគេអានេះបន្តអគ្គិសនីរបស់អង្គធាតុនេះអូខេអញ្ចឹងយើងដាក់ដំណោះស្រាយមកហើយសេមកប្រធានលេខ2ណាអូខេសុំតិចដោយសារមើលទៅយើងទូចអូខេតោះអញ្ចឹងដាក់ថាគណនាបន្ទុកអគ្គិសនីអូខេទុកអគ្គិសនីជាងកដែលលើគេគ្នាយើងលើអេឡិចត្រុងអូខេលើអេឡិចត្រុងគឺថាដកតាណាអូខេឥឡូវគឺឧទាហរណ៍មើលបន្តិចឥឡូវមកថានេះអង្គធាតុនេះជាអង្គធាតុអូខេអញ្ចឹងអង្គធាតុហ្នឹងជាអង្គធាតុមួយណាហើយអង្គធាតុហ្នឹងមានបន្ទុកបូកហើយនេះដកបូកដកអីយ៉ាងទៅអញ្ចឹងមានន័យថាបន្ទុកអង្គធាតុហ្នឹងមានសញ្ញាច្រើនជាងញ៉ាដកច្រើនជាងទៅអត់អញ្ចឹងមានន័យថាបន្ទុកហ្នឹងគឺលើសអេឡិចត្រុងហើយណាអូខេលើសអេឡិចត្រុងហើយដោយសារអីសញ្ញាដកច្រើនជាងសញ្ញាបូកឬក៏យើងនិយាយតាមពាក្យបច្ចេកទេសយើងនិយាយថាអេឡិចត្រុងច្រើនជាងប្រូតុងណាអញ្ចឹងអាធាតុហ្នឹងគឺលើសអេឡិចត្រុងហើយអូខេអញ្ចឹងដើម្បីដោះស្រាយលំហាត់ហ្នឹងបានយើងប្រើតាមរូបមន្តនេះតោះអញ្ចឹងយើងដាក់តាមរូបមន្តទៅអូខេតាមរូបមន្តគុយស្មើអីយើងគឺស្មើដកអនយកមកនេះយើងអូខេដោយសារអីវាលើសអេឡិចត្រុងលំហាត់នេះយើងចង់ដាក់តម្លៃដាច់ខាតក៏បានបាច់តាក់ក៏បានដែរអីសំខាន់ឲ្យតែគណនាបន្តអគ្គិសនីទៅចាញ់ដកណាចាញ់អវិជ្ជមានអញ្ចឹងចំពោះបន្តមកទៀតយើងដាក់ពាក្យថាដោយអូខេដោយ n ស្មើមែន n គឺស្មើ5ក៏10សេគុណ9អូខេយើងសរសេរខ្មែរថែមក៏បានដែរដាក់តែអេឡិចត្រុងអូខេហើយគេប្រាប់អីទៀតតម្លៃដាច់ខាតនេះគឺស្មើនឹង 1.6 ក៏10សេគុណដក19ណាអូខេអញ្ចឹងអានេះຂະຫນາດរបស់វាគិតជាគូឡុំនេះយើងតោះបន្តអគ្គិសនីដំបងអញ្ចឹងឲ្យលំហាត់ហ្នឹងគឺតែប៉ុណ្្នឹងទេអញ្ចឹងយើងដាក់យើងបានលំហាត់ដំបងមេរៀនដំបងយើងស្រួលដែរអញ្ចឹងសង្ឃឹមថាគ្នាយើងអាចយល់ហើយធ្វើបានតោះអញ្ចឹងគ្រូដាក់មកដក n គឺស្មើ5ក៏10សេគុណ9ហើយដល់ពេលនេះគុណនឹង 1.6ក៏10សេគុណមែនដក19អូខេបន្តទៀតជើងយកលេខគុណលេខទៅញ៉ាដកគ្រូសេមកវិញសិន5 6ដងវា30អញ្ចឹងគ្រូសេ0ត្រា3 5ដង5 5 បូក3 8អូខេយ៉ាងនេះឃើញ 8.0 ណាចំពោះសេគុណយើងដាក់មកអានេះ9អានេះដក19អញ្ចឹងនៅសល់សេគុណ10ណាអូខេយ៉ាងនេះចាញ់គូឡំហើយអញ្ចឹងយើងឆ្លើយដូចនេះបន្ទុកដែលលើសគឺប៉ុន្មាន
ដែលលើសហ្នឹងដែលលើសអេឡិចត្រូនហ្នឹងគឺមែនគឺចំនួនមែនឥឡូវគូដាក់គុយក៏បានដែរដាក់ជាងឆ្លើយអញ្ចឹងទៅគឺគុយស្មើដក8ក៏10សេគុណដក10អូខេអញ្ចឹងយើងធ្វើតែប៉ុណ្ណឹងមកយើងបន្តអីណាអូខេតោះចូលលំហាត់បន្តទៀតលំហាត់ទី8គេថាស្វែតូចមួយមានបន្តអគ្គិសនីរៀងគ្នាគឺគុយ1ហើយគុយ2ថ្លៃវាប៉ុណ្ណេះណាអូខេសុទ្ធតែបន្ទុកវិជ្ជមានទាំងអស់គឺធំជាង0អានេះក៏ធំជាង0ដែរតោះស្វែនេះយើងគួរសេខុសស្វែទាំងពីររងនៅកម្លាំងអន្តរកម្មអញ្ចឹងគេប្រាប់ S មកគឺ 0.01 Newton ស្ថិតនៅក្នុងសញ្ញាកាសអូខេអាហ្នឹងក៏ជាកលឹះមួយដែរតោះអញ្ចឹងគេសួររកអីគេគណនាចម្ងាយរវាងស្វែទាំងពីរឥឡូវយើងដឹងស្រាប់ហើយកាលណាអីគេយើងមានបន្ទុក2នៅក្នុងសញ្ញាកាសមកថាបន្ទុកនេះគឺបន្ទុកវិជ្ជមានហើយនេះក៏បន្ទុកវិជ្ជមានដែរឥឡូវគូបូកដូចគ្នាអូខេនេះគុយ2ក៏ធំជាង0ដែរត្រូវអត់ហើយថននៅចន្លោះហ្នឹងគឺចម្ងាយពីគ្នាមែនអញ្ចឹងគូតាំងចម្ងាយតែអញ្ចឹងបើសិនជាបន្ទុកវិជ្ជមានដូចគ្នាគឺកម្លាំងអន្តរកម្មគឺច្រើនគ្នាចាញ់អូខេចានេះ S គេអូមកថានេះ S1 សំទោសនោះគុយ1យ៉ាងនេះ S1 2យ៉ាងទៅអានេះ S មែនគឺ S2 1យ៉ាងទៅហើយកម្លាំងពីរហ្នឹងគឺស្មើគ្នានេះអូខេតោះអញ្ចឹងគ្រូប្រើតាមបន្សំគូឡុំមកចាញ់អញ្ចឹងលេខ8គណនាចម្ងាយរវាងស្វែទាំងពីរគណនាចម្ងាយរវាងស្វែទាំងពីរណាអូខេដាក់ចារវាងអូខេតោះអញ្ចឹងយើងប្រើតាមកន្សំគូឡុំនេះយើងឬក៏កម្លាំងអគ្គិសនីតាមរូបមន្តS គឺស្មើអីយើងសេតា S ទៅបាននេះយើងបាត់ដាក់ S12 ឬ S21 អីនេះសេតា S មកវាដឹងហើយហ្នឹង S គឺស្មើ9ក៏10សេគុណ9អូខេដោយសារតែបន្តអគ្គិសនីទាំងពីរហ្នឹងគឺស្ថិតនៅក្នុងសញ្ញាកាសណាគ្នាយើងស្ថិតនៅក្នុងសញ្ញាកាសអញ្ចឹងតម្លៃមេគុណរបស់កម្លាំងអគ្គិសនីគឺ9ក៏10សេគុណ9អញ្ចឹងគុណឲ្យតម្លៃដាច់ខាតគុយ1គុណគុយ2នៅលើ A ការ៉េអូខេចំពោះគុណអ្នកគ្រូខ្លះគាត់បរៀនដាក់នេះការអញ្ចឹងយើងទៅសេការក៏បានដែរអីដែលខុសទេយើងត្រូវដូចគ្នាតោះអញ្ចឹងនេះគោលចេញវិញសិនអូខេតោះអញ្ចឹងយើងដាក់ដោយទៅតោះគេប្រាប់អីខ្លះដោយគុយ1ស្មើមែនយើងគុយ1គឺស្មើនឹង4ក៏10សេគុណ7អូខេ10សេគុណ7អូលំហាត់នេះគេរកអីនេះយើងគេហៅសួររកអីតោះហាត់នេះគេសួររកអី4ក៏10សេគុណដក7គូឡុំឥឡូវគូស្រង់ប្រាប់សិនគុយ2គឺស្មើនឹង5ក៏10សេគុណដក7គូឡុំអូខេអញ្ចឹងលំហាត់នេះគេសួររកអីនេះយើងឥឡូវគូទាញរក A ការ៉េសិនចុះអញ្ចឹងគូបាននេះគេ9ក៏10សេគុណ9គុណឲ្យតម្លៃដែលខាងនៃគុយ1គុណនឹងគុយ2នៅលើ S ថងនេះយើងមិនបាច់តន់ A បោះការ៉េទៅនេះយើងទុកវាប៉ុណ្ណឹងសិនទៅចាំពេលយើងគណនាហើយយើងបោះការ៉េទៅស្រួលជាងណាអូខេ
tới chẳng cục ban này kia ta chẳng kia phèo em mà mẹn em mánh đôi chi son chật son mua Newton chẳng cùng lại gì tới cục ban đọc sẽ con phí Newton ok ta chẳng hiện đại dương bán đại dương bàn lấy cô xem e cái này cứ xem ai không bốn con đọc con buồn hả con muối côi pi ok trắng côi mùi cứ 4 có đọc sẽ con động pal con màn pram có đọc sẽ con đỏ pal được nhiều ok nó lớn ai cái dạng chứ anh ấy đọc sẽ con đó đỏ pi nè trắng câu thơ mật bản ta chẳng dừng kẹo nếm kẹo này lệch mùi lệch xài côn kẹo nếm với xài côn mà ok ta cho anh ấy kẹo nếm mà đi mất sao mà lấy cô gió lấy con lấy chân buôn con phé mà phay con năng bồng búa đi mà buồn bị đau động vài dân khơi mà rồi bẹt lấy chắc gì anh ấy ô xe tha xe con bồng búa anh ấy hôn làng lớn anh buộc vì thờ anh hai con mà đọc sẽ con pa động pa ô xe tha động pa tặng anh năng lực chia cà rề ok chắc anh ấy nó sao sẽ con mà vậy nó sao đọc bồng bài có đọc sẽ con đọc pi để xa sau này mùi tía này chẳng lại đọc pi ta cho anh ấy sao mà anh ấy dương cất tới việc đọc 4 này vậy chẳng khổ kiện nêu to tía tới việc bàn đọc với cái đọc sẽ con đó đọc pi dùng ló những thứ hình trắng này vậy ok ta chắc anh ấy sắp tới chia lại e cà rê trong phía của tiêu nhỏ dương bẻ rư về thằng nặng thế động váy có đọc sẽ con đọ pì chẳng hạn đọc sẽ con đọ pì như dương anh chỉ xây thăm một lần có anh xây thà đọc sẽ con đọ muối với chi cả đấy bàn ok chắc anh không tranh về được bàn này hay đọc vòng váy dương xây thăm 4 con nặng pì chẳng thằng ấy của tranh bàn mà vòng 4 xong tổ ok cục chân bàn 7 nhé 7 con đọc sẽ con đó mồi con rơ màn con nâng rơ pì ok chắc là nó mãi đó nó bây giờ tại cho anh ấy khổ sẽ ta son cho 7 con nâng rơ pì màn ok anh ấy trong lòi học bây giờ kênh phần năng đó ok chẳng dừng cho đội nhí mất đội nhí trong ngày đầu viên xuê tiền pí cứ mà son chật 7 con nâng rước pì con nâng ok chẳng là trong pua lồng hạt ní cứ bị chào ấy này chứ cứ miền tàu năng thế bảo nhà dương miền trường họ ấy chan xuân khổ của thang bằng ok chẳng ở con trai này